ការបន្តបេសកកម្មកំពុងតែស្ដែងឡើងយ៉ាងច្បាស់តាមរយៈសកម្មភាពឥតឈប់ឈរសកម្មភាពលើកស្លាកសកម្មភាពផ្សព្វផ្សាយគោលជំហរនយោបាយមិនត្រឹមតែបន្តបេសកកម្មនយោបាយទេគឺថែមទាំងកំពុងបន្តចែករំលែកសេចក្តីស្រឡាញ់និងសេចក្តីសង្ឃឹមដល់បងប្អូនប្រជាជាតិខ្មែរទាំងមូលភាពសកម្មទាំងនេះជាផុសតាមបង្ហាញពីស្មារតីរឹងមាំច្បាស់លាស់គឺជាសារបញ្ជាក់ថាសម្ព័ន្ធភាពទាននិងឆន្ទៈខ្មែរត្រៀមខ្លួនជាស្រេចក្នុងការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ2027ខាងមុខនេះបើទោះជាជួបឧបសគ្គច្រើនឥតគណនាយ៉ាងណាក៏ដោយប៉ុន្តែភាពសកម្មទៅមុខនេះនៅតែមានភាពច្បាស់លាស់ដោយរក្សាស្មារតីដើមគឺជាស្មារតីរបស់ដូនតាខ្មែរស្មារតីដើមរបស់រៀមច្បងនយោបាយនានាដែលមានក្តីប្រាថ្នាតែមួយគត់គឺដើម្បីឲ្យប្រទេសមានប្រជាធិបតេយ្យពិតប្រាកដមានច្បាប់ទម្លាប់ល្អប្រជាពលរដ្ឋមានសេចក្តីថ្លៃថ្នូរទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ